សូមជម្រាបពរញាតិញោមគ្រប់គ្នាប៉ុណ្ណាឥឡូវនេះចង់ដឹងថាប្រសងធ្វើអីញាតិញោមតាតាមដានសកម្មភាពទាំងអស់គ្នាឥឡូវនេះមកមើលចោះត្រួតរោងសួនរោងបន្លែរោងផ្កាពឃើញថាមានការលូតលាស់បានល្អហើយក៏នេះជាការងារប្រចាំព្រឹកផងដែរក្រោយពីចេញពីសាលាការសិក្សារៀនសូត្រហើយក៏មានការងារបន្តបន្ទាប់មុននឹងដល់ពេលឆាន់ប៉ុណ្ណាឥឡូវនេះយើងប្រសងកំពុងតែរៀបចំដងទឹកនៅក្នុងស្រះតែម្ដងយើងស្រោចទឹកស្រះអញ្ចឹងឃើញថាល្អដំណាំនឹងផ្កាផ្សេងៗអីល្អមែនទែនដោយសារវាអត់មានជាតិកំបោរហើយវាជំនួយឲ្យរឹសនិងស្លឹកនឹងផ្កាបានល្អឃើញថាញាតិញោមនេះផ្កាខាងនេះឃើញថាល្អមែនទែនមើលទៅចេញផ្កាពីរពណ៌មានផ្កាពណ៌ស្វាយហើយនឹងផ្កាពណ៌សចម្រុះគ្នាការដាំហ្នឹងថាដាំតែពណ៌សទេតែដល់ពេលចេញមកវាមានស្វាយផងវាលេគ្នាស្វាយផងអីផងចឹងទៅហើយចំពោះផ្កានេះញាតិញោមគឺដាំបានច្រើនដោយសារតែប្រសង់ចំនួនច្រើនហើយចែកទៅតាមសួនតាមវេនរៀងអង្គព្រោះហើយព្រឹកឡើងក៏អញ្ចឹងញាតិញោមណាព្រឹកឡើងក្រោកពីព្រលឹមបោសសម្អាតនៅក្នុងអារាមទាំងមូលស្អាតបាតហើយចូលរៀនឆាន់ណាចេញពីឆាន់ចូលរៀនចេញពីរៀនគឺមកចាក់ស្រោចទឹកផ្កាអញ្ចឹងញាតិញោមជាប្រចាំថ្ងៃមិនដែលទំនេរពេលណាទេគឺធ្វើជាប្រចាំអញ្ចឹងហើយផ្កានេះគឺយើងដាំទុកលម្អនៅក្នុងទៅសម្រាប់លម្អនៅតាមសួនផ្សេងៗផងហើយយើងទុកបេះយកមករៀបចំនៅក្នុងកម្មវិធីផ្សេងៗផងដែរអញ្ចឹងញាតិញោមចំពោះការងារប្រសងដែលធ្វើជាប្រចាំគឺមិនដែលអត់ទេញាតិញោមណាហ្នឹងធ្វើរាល់ថ្ងៃអញ្ចឹងញាតិញោមណាមកទេសនាសង្ឃឹមថាទទួលបានអារម្មណ៍មួយដែលស្រស់ថ្លាហើយនឹងសប្បាយរីករាយជាមួយនឹងទេសភាពធម្មជាតិកែច្នៃអីចឹងទៅនៅជាមួយប្រសងអញ្ចឹងសូមអធិស្ឋានទុកជាមុនបើសិនមានសកម្មភាពណាដែលមិនល្អក៏សូមអធិស្ឋានទុកជាមុននេះសូមជួយ like ជា share វីដេអូនេះទាំងអស់គ្នាប៉ុណ្ណាសូមអរគុណច្រើនព្រោះនេះជាសកម្មភាពនឹងបានមើលសកម្មភាពជាបន្តបន្ទាប់ទៀតសូមចម្រើនពរលា